សូមប្រថ្វាយបង្គំនិងចម្រើនពរញោមពុទ្ធបរិស័ទនេះគឺជាផ្លូវចុះទៅស្ទឹងបរិយាកាឬក៏ស្ទឹងបោះហុយជាប់វត្តបោះហុយឥឡូវនេះសូមថតប្រកេនកណាជាម្ចាស់ញាតិញោមពុទ្ធបរិស័ទដែលលោកមានបំណងក្នុងការនិមន្តនិងអញ្ជើញមកទស្សនាមកតំបន់ទឹកអូបរិយាកានេះនៅចាប់វត្តបោះស្រាប់ដែលខ្ញុំកណាព្រមទាំងប្រសងចាស់នឹងអង្គការបានរៀបចំនៅមាត់អូកន្លែងកំសាន្តផ្លូវចិត្តទុកគេនដូចជាជូនញាតិញោមដែលនិមន្តនឹងអញ្ជើញមកកម្មវិធីបុណ្យផ្សេងៗនេះវត្តបោះយើងក៏ដូចជាមានបំណងមកលំហែកាយក៏អត់ខុសដែរគ្រាន់តែថាសូមហាមឬក៏បំរាមយកគ្រឿងស្រវឹងយកមកចូលតែប៉ុណ្ណោះបាទសម្រាប់មកទស្សនាមហូបអីអាហារសុខភាពអីអត់ជាបញ្ហាអីទេប៉ុន្តែបើនាំយកគ្រឿងស្រវឹងចូលវត្តអារាមវាមិនសមបើមិនគួរបាទមិនសមបើនឹងមិនគួរពុទ្ធវត្តអារាមសម្រាប់ស្ងប់ស្ងាត់សម្រាប់ប្រសង់សម្រាប់ប្រជាណកម្មការពុទ្ធបរិស័ទជំរះកាយវិជាចិត្តក៏ដូចជាធ្វើចិត្តឲ្យស្ងប់ល្អប្រសើរលះបង់ចាកនៅមន្ទិលលះបង់ចោលនៅមន្ទិលផ្សេងមានកលេសជាដើមនោះនេះហើយប្រគិនក៏ដូចជាចម្រើនពរថាអត់តាន់រួចរាល់ទេកំពុងតែស្ថាបនាកំពុងតែកសាងបន្តបណ្ដើរហើយស្អាតមិនស្អាតយ៉ាងណាកាន់តែជាស្រ័យអំពីបតីកណាជាម្ចាស់ញាតិញោមដែលអញ្ជើញមកទស្សនាផ្ទាល់នេះគេចុះបច្ចុប្បន្ននេះគឺ5 ពីចុះ7ចុះបោះវាចុះមួយទៀតកំពុងធ្វើចុះមួយទៀតកំពុងធ្វើលផ្កាតាំងពីចូលឆ្នាំ100បណ្ដាវិសាដល់ពេលវេលារបស់វាបាយរឿងដោះស្មៅសន្តានភាពវាចុះគឺបែបនេះអត់តាន់មានអីទាំងអស់គ្រាន់តែធ្វើសម្រាប់អានេះបើមែនទេអាចបោះតង់បានបោះក្នុងកញ្ចុះហ្នឹងក្រោមកញ្ចុះនេះក៏បានអត់បញ្ហាទេប៉ុន្តែលើនេះគឺអត់ត្រូវភ្លៀងហើយពីចុះប្រក់សង្កសីមាន4មាន5ហើយសបៅប្រហែលជាបាន2ដែលថាឥឡូវនេះកំពុងតែធ្វើសបៅមួយទៀតប្រក់សបៅបែបនេះអត់តាន់ស្អាតឡើយទេនេះត្រៀមនេះប្រហែលជាប្រក់ថ្ងៃនេះឯងខ្ញុំសូមអរគុណនិងអរគុណរងចាំវីដេអូបន្ត